អត្រាប្តូរប្រាក់ដុល្លារយេនបន្តកម្រិតខ្ពស់ដោយសារភាពតានតឹងនៅមជ្ឈមបូព៌ាខណៈទីផ្សាររងចាំមើលកិច្ចប្រជុំ Jackson Hole យោងតាមរបាយការណ៍ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានផ្សាយនៅថ្ងៃទី21ខែសីហានេះបានបង្ហាញថាគូប្រាក់ដុល្លារយេនត្រូវបានរំពឹងថានឹងបន្តឈរនៅកម្រិតខ្ពស់ដដែលដោយសារការតាមដានយ៉ាងដិតដល់លើស្ថានភាពតានតឹងនៅក្នុងប្រទេសអ៊ីរ៉ង់និងការប្រកាសពីវិធានការទណ្ឌកម្មសេដ្ឋកិច្ចដ៏តឹងរ៉ឹងពីសំណាក់សហរដ្ឋអាមេរិកចំណុចសំខាន់នៃទិដ្ឋភាពទីផ្សាររូបិយប័ណ្ណនេះរួមមានឥទ្ធិពលលើស្ថានភាពអ៊ីរ៉ង់និងតម្លៃប្រេងប្រសិនបើវិបត្តិបន្តអាក្រក់ទៅហើយតម្លៃប្រេងស្ទុះឡើងខ្លាំងវាអាចជាកម្លាំងរុញច្រានឲ្យប្រាក់ដុល្លារបន្តឡើងថ្លៃធៀបនឹងប្រាក់យេនខណៈដែលទីផ្សារព្យាករណ៍អត្រាការប្រាក់ដុល្លារនឹងស្ថិតនៅចន្លោះ157ដល់162យេនក្នុង1ដុល្លារការប្រុងប្រយ័ត្នលើចំណាត់ការរបស់រដ្ឋាភិបាលជប៉ុនទោះបីជាមានសម្ពាធឡើងថ្លៃប៉ុន្តែទីផ្សារនៅតែគេជឿជាក់ថាអាជ្ញាធរជប៉ុននឹងត្រៀមធ្វើអន្តរាគមន៍ទប់ស្កាត់ប្រសិនបើអត្រាប្តូរប្រាក់ធ្លាក់ចុះហួសកម្រិតដល់160យេនទន្ទឹមនឹងនេះធនាគារកណ្ដាលជប៉ុន BOJ ក៏កំពុងស្ថិតនៅក្រោមការតាមដានលើជំហាននៃការដំឡើងអត្រាការប្រាក់ផងដែរការរងចាំសន្និសីទ Jackson Hole និងគោលនយោបាយអាមេរិកទីផ្សារកំពុងផ្ដោតអារម្មណ៍យ៉ាងខ្លាំងទៅលើកិច្ចប្រជុំសេដ្ឋកិច្ច Jackson Hole និងសន្ទរកថារបស់លោក Kevin Warsh ដែលជាប្រធានធនាគារកណ្ដាលអាមេរិក FRB ដើម្បីស្វែងរកតម្រុយអំពីទិសដៅអតិផរណានិងគោលនយោបាយរូបិយវត្ថុបន្ទាប់